បងប្អូនដែលចូលចិត្តញ៉ាំជ្រក់ដូចខ្ញុំអាចសាកធ្វើជ្រក់ស្ពៃក្តោបនេះញ៉ាំបានណាធ្វើភ្លាមគឺញ៉ាំបានភ្លាមហ្មងយើងអត់ចាំបាច់ត្រូវចាំមួយយប់ឬក៏មួយថ្ងៃអីទេជាពិសេសជ្រក់របស់យើងនឹងធ្វើចេញមកគឺចូលជាតិឆ្ងាញ់ខ្លាំងមែនតើហ្មងញ៉ាំជាមួយត្រីអាំងត្រីឆ្អើរសាច់ងៀតសាច់ចៀនអីក៏បានដែរចំពោះគ្រឿងផ្សំដំបូងដែលយើងត្រូវការគឺជាស្ពៃក្តោបបងប្អូនស្ពៃក្តោបនេះគឺស្ពៃក្តោបខ្មែរវាអត់សូវធ្ងន់ទេបងប្អូនខាងក្នុងរបស់វានឹងរាងហោកអញ្ចឹងណាហើយសម្រាប់ស្ពៃក្តោប2ដុំដែលខ្ញុំយកមកប្រើនឹងទម្ងន់វាតែ1គីឡូទេបងប្អូនដោយសារតែវារាងហោកអញ្ចឹងហើយគឺវាស្រាលទេបើស្ពៃក្តោបប្រភេទនាំចូលមកប្រភេទទៀតនោះអានោះវារាងហាប់អញ្ចឹងហើយគឺវារាងធ្ងន់បន្តិចហើយស្ពៃក្តោបនឹងបន្ទាប់ពីយើងលាងទឹកខាងក្រៅឲ្យស្អាតហើយយើងហាន់វាជាដុំរាងតូចៗមកល្មមអញ្ចឹងមកហើយបន្ទាប់ពីយើងហាន់វារួចរាល់ហើយយើងប្រឡេះស្ទាប់វាបងប្អូនឲ្យវារាយចេញពីគ្នាមកកុំឲ្យនៅជាប់ពីគ្នាហើយបន្ទាប់ពីនឹងមកក៏យើងប្រឡាក់អំបិលបងប្អូនសម្រាប់អំបិលនេះកុំដាក់ច្រើនពេកអំបិលគឺខ្ញុំដាក់តែចំនួន1ស្លាបព្រាបាយទេទាំងពីរដងហ្នឹងបន្ទាប់មកយើងប្រឡាក់អំបិលជាមួយនឹងស្ពៃក្តោបនឹងប៉ុន្តែយើងអត់ច្របាច់ទេណាបងប្អូនយើងគ្រាន់តែច្បល់វាទៅយើងច្បល់ពីលើទៅក្រោមពីក្រោមទៅលើទៅពីដំបូងឃើញថាឡើងពេញចានដែកនឹងហ្មងប៉ុន្តែពេលយើងច្បល់មកផ្លែទៅគឺវាចាប់ផ្ដើមទ្រមកបងប្អូនបន្ទាប់មកយើងសកត់ឲ្យទុកផ្អាប់វាចោលប្រហែលជា10នាទីសិនយើងមកហាន់គ្រឿងផ្សេងទៀតសម្រាប់ខ្ទឹមសក៏ខ្ញុំប្រើរាងច្រើនណាបងប្អូនប្រហែលជាខ្ទង់10កាពឹសហើយយើងហាន់វាជាប្រទះស្ដើងអញ្ចឹងមកខ្ទឹមក្រហមនឹងក៏ប្រើរាងច្រើនដូចគ្នាហើយហាន់ជាប្រទះស្ដើងដែរសម្រាប់ម្ទេសគឺមានពីរប្រភេទដែរបងប្អូនមានជាម្ទេសដៃនាងជាមួយនឹងម្ទេសម៉ាឡេសម្រាប់ម្ទេសដៃនាងគឺវាមានរសជាតិហឹរអញ្ចឹងហើយបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តហើយបើម្ទេសម៉ាឡេអាធំនេះវិញអានឹងវាអត់ហឹរទេបងប្អូនយើងគ្រាន់តែដាក់វាដើម្បីយកពណ៌ដើម្បីឲ្យជ្រក់របស់យើងនឹងមានពណ៌ក្រហមស្អាតអញ្ចឹងទៅហើយសម្រាប់ម្ទេសនឹងបងប្អូនចង់យកមកកិនដូចខ្ញុំអញ្ចឹងក៏បានបុកក៏បានឬក៏ច្រាំក៏បានដែរបន្ទាប់ពីនឹងមកគឺយើងមកលាយទឹកជ្រក់ឲ្យហើយបងប្អូនទឹកត្រីគឺខ្ញុំប្រើចំនួន2ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេហើយនឹងស្ករចំនួន1ស្លាបព្រាបាយកន្លះសម្រាប់បងប្អូនដែលចង់ធ្វើភ្លាមញ៉ាំបានភ្លាមគឺយើងប្រើទឹកខ្មេះបងប្អូនទឹកខ្មេះនេះខ្ញុំដាក់ចំនួន5ស្លាបព្រាបាយប៉ុន្តែបើសិនជាបងប្អូនអត់ចង់ប្រើទឹកខ្មេះទេបានដូចគ្នាគ្រាន់តែថាយើងត្រូវចាំមួយយប់ឬក៏មួយថ្ងៃអញ្ចឹងទៅដើម្បីឲ្យជ្រក់ស្ពៃក្តោបរបស់យើងនឹងវាជូរខ្លួនឯងអញ្ចឹងណាបន្ទាប់ពីយើងដាក់គ្រឿងក្រៅចូលរួចរាល់អស់ហើយយើងកូរវាឲ្យរលាយសព្វល្អសិនមកយើងមកមើលស្ពៃក្តោបម្ដងស្ពៃក្តោបនេះគឺយើងត្រឡប់ពីក្រោមទៅខាងលើបងប្អូនដើម្បីឲ្យវាសពប់ស្មើគ្នាបន្ទាប់មកយើងទុក10នាទីទៀតមកសរុបរយៈពេលគឺយើងទុក20នាទីបងប្អូនដំបូង10នាទីបន្ទាប់ពីយើងប្រែឲ្យទុក10នាទីទៀតបន្ទាប់ពីនឹងមកចាំយើងយកវាទៅលាងទឹកចេញយើងលាងទឹកធ្វើមិនឲ្យបាន2ទៅ3ទឹកណាបងប្អូនដើម្បីឲ្យវាជ្រះជាតិអំបិលហើយយើងទុកវាឲ្យស្ងួតទឹកបន្តិចសិនមកចាំយកមកប្រឡាក់ជាមួយគ្រឿងមានដូចជាខ្ទឹមសខ្ទឹមក្រហមម្ទេសដែលយើងបានកិនហើយស្រាប់នឹងដាក់វាចូលរួចរាល់អស់ហើយចាំយើងចាក់ទឹកជ្រក់ដែលយើងបានលាយហើយស្រាប់នឹងប៉ុន្តែទឹកជ្រក់នឹងពីដំបូងគឺយើងអត់ទាន់បានភ្លក់អីបងប្អូនចាំយើងដាក់វាលាយច្បល់ជាមួយស្ពៃក្តោបអីសិនទៅចាំយើងភ្លក់វាព្រោះអីស្ពៃក្តោបរបស់យើងនឹងវាមានរសជាតិប្រៃស្រាប់ហើយអញ្ចឹងហើយបានពេលលាយទឹកជ្រក់នឹងគឺខ្ញុំអត់ដាក់អំបិលទេចាំយើងយកទឹកជ្រក់មកលាយជាមួយនឹងស្ពៃក្តោបអីរួចរាល់សិនមកចាំយើងភ្លក់មើលព្រោះអីស្ពៃក្តោបគឺវានៅមានជាតិប្រៃអញ្ចឹងណាបងប្អូនទោះបីជាយើងលាងវាពី3ទឹកក៏វាអត់អស់ជាតិប្រៃនឹងដែរយើងច្បល់វាមើលតែចូលជាតិមកល្មមហើយបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានប៉ុន្តែសម្រាប់ខ្ញុំគឺមកល្មមបងប្អូនរសជាតិនឹងគឺមកត្រូវអត់ចាំបាច់ថែមថយអីទៀតទេហើយស្ពៃក្តោបនឹងបងប្អូនច្បល់ឲ្យរាងយូរបន្តិចមកណាច្បល់ប្រហែលជាខ្ទង់5-6នាទីតតែស្ពៃរបស់យើងនឹងមើលទៅឡើងសពប់អញ្ចឹងមកសម្រាប់ជ្រក់ស្ពៃក្តោបនឹងបើសិនជាវានៅរាងស្រស់ញ៉ាំទៅគឺអត់សូវឆ្ងាញ់ទេណាបងប្អូនគឺវាអត់សូវចូលជាតិទេហើយជ្រក់ស្ពៃក្តោបនឹងគឺញ៉ាំបានច្រើនប្រភេទមែនតើបងប្អូនញ៉ាំជាមួយត្រីអាំងអញ្ចឹងក៏ត្រូវត្រីឆ្អើរក៏ត្រូវត្រីងៀតឬក៏សាច់គោងៀតសាច់ជ្រូកងៀតអីក៏ត្រូវដែរហើយសម្រាប់ជ្រក់ស្ពៃក្តោបនឹងបើសិនជាបងប្អូនធ្វើច្រើនយើងអាចទុកបានទៀតយើងធ្វើសអញ្ចឹងទៅទុកក្នុងកន្ល